dạ chào bắt nhom sờ lạp để xa lục xa cái đấy rất là mắc bông cũng trùng quạt là lặng lặng nhung vậy thoảng mà nhung thọp khương có vấn đề đặc biệt thôi mình có vấn đề thôi có cùi sờ lạnh hay chờ có đó còn mấy con máu mình tên hay có chế bạc căn thì bông ổn có lên mùi dương đôi nhẹ sắt na một khi chẳng hay có ở tầm lại cục khi thằng nhung từ xa chờ có nhung cho chất chờ đặc bẹp nữa giấy bẹp chắc còn mấy con máu lên soi mơ bây giờ nơi có bài có đó mẹ đồng nàyสบายจัดหมองก็ถ้วยปุ๋ยยังสบายจัดก็ถ้วยยังอดไม่สมเปียทางการทอดมือคอได้แบบว่าเข้าถือไอ้คือเลนโจกนี่ให้ก็มาดูก็หอบอ้างให้ก็เจ็บประกันดักเปียไอ้ที่ให้ยมสลายทองจะดักนางงจะดักคือคอมมิคอมมามโกไอ้สลายให้ชุดนี่คือก็สลบเดี๋ยวซาก็จังโกนี่ยมหมอตอนยังเตอให้จับไปแบะนางมาคือในดอกนี่หนึ่งมันเคยดูปิตูกับไปจันคลังไงจังคือฉับในhơiในดอกนี่รองจำrồi saiนี่คือจิตngay đểยังจับนำจะลายយើងចាប់ផ្ដើមក្បាលរឿងមកគឺថាពេញចិត្តបងប្អូនអ្នកគ្រប់គ្រងខ្លាំងតែម្ដងគឺទូប្រុសកំពុងតែក្តោកកោកាហាយអូសុំទោសក្តោក្តៅកោកាហាយឃើញប្រច័ណ្ឌជាមួយនឹងប្រពន្ធខ្លួនឯងនៅពេលដែលខ្ញុំបានដែលជាមិត្តភក្តិនេះគឺចាប់ផ្ដើមមក take care ប្រពន្ធរបស់គាត់ដោយសារតែគាត់មិន take care ប្រពន្ធអញ្ចឹងក៏ខ្ញុំជាអ្នក take care ជំនួសសាច់មួយសិនអូខេនេះគឺយើងចាប់ផ្ដើមវគ្គបន្តមកគឺពីនោះគឺខ្ញុំតែតែមកមើលថែខែម៉ាយទៅហើយពីអ្នកបងប្អូនក្បាលខូចរបស់គេនោះគឺតែតែមកលបមើលរហូតវាថានិយាយទៅគឺក្នុងរឿងនេះគឺពីអ្នកបងប្អូនគេគឺស្មារតីគ្នាហ្មងនៅអស់គ្នាឃើញបានខ្ញុំអត់ចង់ជួបគាត់ដោយសារតែពេលជួបគឺមានរឿងគាត់ធ្វើបាបខ្ញុំរហូតកញ្ញាឆ្នាំហ្នឹងគឺក្នុងរឿងនេះខ្ញុំសរសើរអ្នកនិពន្ធមែនតើគាត់ដាក់ប៉ិនដាក់ចរិតរឿងមែនតើគឺដូចជាមួយនឹងគាត់នៅខាងក្រៅអញ្ចឹងតួឆ្នាំហ្នឹងគឺគាត់បែបហ្នឹងហើយធ្វើបាបនិយាយទៅអត់ទៅពេលជួបរហូតគឺគាត់តែធ្វើបាបរហូតហើយចង់ឲ្យខ្ញុំនៅក្នុងខមមិនខ្ញុំថាខ្ញុំសុំអត់ចង់ជួបហ្មងនិយាយទៅអត់តែពេលជួបគឺតែតែធ្វើបាបនេះគឺបែបថាអូវា hide the scene យូរណាគឺខ្ញុំនឹងធ្វើឲ្យពីទូគាត់ឈឺចាប់ខ្លាំងរហូតដល់ប្រច័ណ្ឌគ្រប់ពេលដែលខ្ញុំនៅក្បែរតួស្រីអញ្ចឹងណាខ្ញុំអ្នកនរគ្នាមើលទៀតទៅថ្ងៃនេះខ្ញុំកាត់ហើយណាប៉ុន្តែក្នុងនោះក៏មានពេលខ្លះក៏ switch ច្រើនដែរអត់តែពេលមាននៅក្បែរគាត់ឆ្លោះគ្នាក៏ឆ្លោះ switch ក៏ច្រើនដែរអញ្ចឹងក៏មានអារម្មណ៍ថាគឺអ្នកនរគ្នានឹងអាចតាមដានរឿងនេះបន្តទៅគឺទំនាក់ទំនងអមមើលមែនតើហ្មងតាំងពីដើមដល់ចប់ហើយវគ្គនេះផងដែរគឺខ្ញុំមកសួរបងប្អូនគេនេះគឺខឹងខ្ញុំទាំងពីរនាក់នៅពេលដែលខ្ញុំចូលទៅចិត្តខេម៉ាគឺទាំងប្អូនស្រីទាំងបងប្រុសគេគឺចាប់ផ្ដើមគេខឹងយើងហ្មងគេថាយើងហ្នឹងទៅចេះដឹងរឿងខេម៉ាទៅស្និទ្ធស្នាលមួយខេម៉ាអញ្ចឹងទៅក៏ទូប្រុសគេប្រច័ណ្ឌហើយទូស្រីនេះក៏គេខឹងដែរគេអត់ចង់ឲ្យខ្ញុំទៅចិត្តខេម៉ាទេហើយដល់ហើយឃើញអត់ទៅពេលជួបគាត់ម្ដងគឺខ្ញុំមិនដែរទៅសួរខ្លួនទេគឺបើមិនចេះទៅក៏គាត់តែងទៅធ្វើបាបខ្ញុំដែរនេះគឺជាសាច់រឿងពិតប៉ុន្តែខ្ញុំនិយាយទៅដែរគាត់ថាក្នុងពេលម្ដងដែលគេធ្វើបាបគ្នាហ្នឹងគឺតែងតែមានភាពស្វីតនៅក្នុងនោះរហូតឥឡូវនេះរឿងរបស់យើងក៏ចាប់ផ្ដើមលេងហើយអរគុណច្រើនមែនតើអ្នកនរគ្នាដែលគ្រប់គ្រងជាមួយនឹងរឿងខ្មែររបស់យើងហើយរឿងនេះគឺល្អមើលខ្លាំងមែនតើតាំងពីដើមដល់ចប់សូមអរគុណ